ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកមើលសក់បែបធម្មជាតិដែរបងប្អូនចឹងឧបករណ៍របស់យើងគឺមានលក្ខណៈងាយស្រួលរកមែនតើដែលមានដូចជា diagram 2ដែល diagram ហ្នឹងយើងរកប្រភេទខេះហ៎បងប្អូនចឹងតបមកទីយើងមានកស៊ូចង់សក់2ហើយនឹងតាគីគេសក់1បងប្អូនចឹងដំបូងយើងធ្វើការវាយសក់ជា2សិនណាបងប្អូនបន្ទាប់ពីវាយសក់ជា2ឲ្យបានស្អាតហើយយើងធ្វើការសុទ្ធឲ្យបានស្អាតចឹងណាបងប្អូនកុំឲ្យវាមានចពាក់មានអីចឹងណាហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតបងប្អូនសក់ខ្ញុំហ្នឹងទៅកក់ហើយនឹងចឹងបន្ទាប់ពីកក់ហើយយើងធ្វើការលាបស្រោមហើយនឹងផ្លុំវាឲ្យបានស្ងួតល្អបងប្អូនចឹងបន្ទាប់ពីស្ងួតហើយយើងធ្វើការមូលសក់បែបធម្មជាតិដែលអត់ត្រូវការប្រើម៉ាស៊ីនកម្ដៅចឹងណាបងប្អូនចឹងការមូលសក់បែបធម្មជាតិហ្នឹងវាជួយយើងដែរបងប្អូនព្រោះពេលខ្លះយើងអត់មានម៉ាស៊ីនមូលសក់ចឹងណាអញ្ចឹងយើងអាចចង់បានសក់រួញឬក៏សក់បែបល្មូអីហ្នឹងយើងអាចធ្វើតាមបែបខ្ញុំចឹងក៏បានហើយនៅមួយយើងអាចរបៀបថាយើងអាចរក្សាសក់យើងកុំឲ្យវាបែកចុងចឹងណាបងប្អូនព្រោះបងប្អូនដឹងហើយព្រោះថាពេលសក់យើងដែលត្រូវកម្ដៅច្រើនឬក៏ត្រូវរាល់ថ្ងៃអញ្ចឹងវាអាចនឹងបង្កជាការបែកចុងឬក៏ស្ពងសក់ចឹងណាបងប្អូនអញ្ចឹងចូលមកសាច់រឿងខ្ញុំវិញដំបូងខ្ញុំធ្វើការគៀបតាគៀបហ្នឹងជុំនៅលើក្បាលមួយផ្នែកទៀតណាបងប្អូនហើយបន្ទាប់មកយើងចាប់ផ្ដើមលមូលសក់វាល្វិញមកដល់ខាងក្រោមហើយបងប្អូនអាចធ្វើតាមខ្ញុំហ្នឹងបើបងប្អូនអត់ទាន់យល់ទេឬក៏បងប្អូនអត់ទាន់យល់ច្បាស់បងប្អូនអាចសារខាឬក៏ខាម្ដងហើយម្ដងទៀតមើលសារឡើងវិញពី3ដងទៅបងប្អូនអាចនឹងចេះហើយព្រោះខ្ញុំគិតថាការមូលអញ្ចឹងវាស្រួលងាយស្រួលមែនតើបងប្អូនយើងរៀនបើថាយើងអត់ចេះទេយើងអាចរៀនលមូម្ដង2ដង3ដងអីបងប្អូននឹងចេះហើយឬក៏អ្នកខ្លះគាត់ជំនាញខាងក្រងសក់អីចឹងណាបងប្អូនក្រងសក់មូលសក់អញ្ចឹងគាត់មើលតែម្ដងគាត់យល់ហើយបងប្អូនចឹងបន្ទាប់ពីយើងមូលដល់ខាងក្រោមហើយយើងចាប់ផ្ដើមរកកស៊ូចងសក់ដែលខ្ញុំប្រាប់មុនហ្នឹងយើងយកកស៊ូបែបមិនក៏បានដែរបងប្អូនឲ្យតែចងសក់យើងហ្នឹងជាប់ហើយកុំឲ្យវាលាចឹងណាបងប្អូនលើចិត្តដល់ខាងចុងអីអញ្ចឹងខ្ញុំលមូវាឲ្យដល់កុំឲ្យវាមានកូនសក់ចុងហ្នឹងទូចហ្នឹងណាបងប្អូនអញ្ចឹងយើងចាប់ដើមចងវាមកចុះបងប្អូនអាចមើលការចងរបស់ខ្ញុំបានបងប្អូនចង់ចងបែបណាក៏បានដែរឲ្យតែវាជាប់អញ្ចឹងណាបងប្អូនអញ្ចឹងឥឡូវហ្នឹងខ្ញុំចាប់ដើមចងវាហើយអីអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតណាបងប្អូននេះកន្លែងនេះជាមួយខ្ញុំប្រាប់ណាពេលហ្នឹងវាថាវាអាចនឹងបើយើងពលាវាមកខាងក្រៅអញ្ចឹងវាអាចនឹងលាអញ្ចឹងវាអត់ឃើញភ្លីស្អាតអញ្ចឹងណាបងប្អូនអញ្ចឹងត្រូវតែចងវាឲ្យតឹងហើយយើងកុំបែកបន់ទៅវាទៅមុខឬក៏ទៅក្រោយអញ្ចឹងបងប្អូននៅទុកវានៅកន្លែងដដែលហើយទៅមកយើងស្រាយខាងលើហ្នឹងយើងចាប់ផ្ដើមយកខាងលើផ្នែកខាងលើហ្នឹងចងជាមួយនឹងផ្នែកខាងក្រោមទៅមកចងឲ្យតឹងវា sorry បងប្អូនមិនចងឲ្យតឹងវាចងឲ្យវាតឹងបងប្អូន sorry និយាយខុសណាអញ្ចឹងបន្តមកទៀតហ្នឹងយើងចាប់ផ្ដើមលមូយើងចាប់ផ្ដើមលមូមកខាងទៀតណាបងប្អូនអញ្ចឹងមកខាងទៀតនេះយើងធ្វើដូចមកខាងដែលខ្ញុំបានមូមកអញ្ចឹងណាបងប្អូនអញ្ចឹងយើងដាក់តាគីយាបហ្នឹងចងជាមួយនឹងមកខាងផ្នែកមកខាងទៀតនៃការមូសក់របស់យើងហ្នឹងហើយបន្ទាប់មកយើងចាប់ផ្ដើមទាញសក់ម្ដងបន្តិចហ្នឹងធ្វើការលមូជុំវិញdiagram ហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីលមូហើយយើងធ្វើការបន្តវាលមូពីលើរហូតដល់ក្រោមអញ្ចឹងណាបងប្អូនយើងធ្វើការលមូអញ្ចឹងបងប្អូនអត់ទាន់ចេះបងប្អូនដូចខ្ញុំនិយាយតែអញ្ចឹងបងប្អូនអាចមើលម្ដងហើយម្ដងទៀតឬក៏បងប្អូនអាចខាថៃក្រោយផ្លែតអាចមើលខាតិចអញ្ចឹងណាបងប្អូនខាតិចហើយមើលរៀនលមូតាមខ្ញុំអញ្ចឹងទៅពួកខ្ញុំគិតថាស្រួលទេបងប្អូនឲ្យតែបងប្អូនព្យាយាមធ្វើម្ដងពីរដង3ដងបងប្អូនប្រកាសចេះហើយបងប្អូនអញ្ចឹងតបមកខ្ញុំលមូចិត្តដល់ក្រោមហើយបងប្អូនអញ្ចឹងហ្នឹងហើយបងប្អូនអញ្ចឹងបន្ទាប់ពីខ្ញុំលមូដល់ខាងក្រោមអញ្ចឹងខ្ញុំធ្វើការចងតតែដូចមួយខាងដែលខ្ញុំបានចងមិញដែរអញ្ចឹងណាបងប្អូនតែនៅសុកនេះខ្ញុំលមូហើយស្រាប់តែដាក់រកកស៊ូដែលខ្ញុំទុកមិញហ្នឹងរកឃើញបងប្អូនដាក់រចុះរឡើងមកនៅលើតុសោះហើយខ្ញុំជឿហ្មងនៅក្នុងមុខមើលឃើញបងប្អូនអើយឥឡូវខ្ញុំធ្វើការចងវាតែមុនការចងខ្ញុំនិយាយបងប្អូនឃើញចងសក់តិចហ្នឹងអត់អញ្ចឹងខ្ញុំធ្វើការចងវាឲ្យតឹងកុំឲ្យវាចេញបែកកូនសក់នឹងចេញមកក្រៅអញ្ចឹងពេលដែលវាមូលទៅវាថាវាអត់សូវឃើញស្អាតដែរបើយើងយកអាហ្នឹងមូឲ្យអស់ដល់ចុងហ្មងអាហ្នឹងយើងឃើញភ្លីដូចគេមូម៉ាស៊ីនអញ្ចឹងណាបងប្អូនអញ្ចឹងនេះបន្ទាប់ពី
តពីខ្ញុំល្មូហើយខ្ញុំក៏ស្រែកទៅគៀបខាងលើហ្នឹងហើយយកផ្នែកខាងលើចងជាមួយនឹងផ្នែកខាងក្រោមចឹងសម្រាប់ការចងយើងចងមកល្មមហើយកុំតឹងពេកឬក៏កុំធូរពេកបងប្អូនមកស្រួលខ្លួនរបស់យើងចឹងណាចឹងបន្ទាប់យើងចងហើយយើងអាចទុកវាប្រហែលជា10ម៉ោងឬក៏8ម៉ោងក៏បានដែរបងប្អូនចឹងបន្ទាប់ពីមូលហើយខ្ញុំទៅគេងណាបងប្អូនជាមួយរីសាស្អែកឡើងបងប្អូនអរុនសួស្តីបងប្អូនខ្ញុំបានស្លៀកពាក់ហើយនឹងផាត់មុខហើយឥឡូវយើងមកធ្វើការស្រ័យសក់របស់យើងដែលយើងបានមូលកាលពីយប់មិញណាបងប្អូនអញ្ចឹងសក់ហ្នឹងខ្ញុំទុកបានប្រហែលជា9ម៉ោងជាងបងប្អូនព្រោះពេលដែលខ្ញុំមូលហ្នឹងគឺប្រហែលជាម៉ោង9ជាងហើយដល់ពេលដែលខ្ញុំស្រាយគឺម៉ោង6ជាងអាចនឹងថាម៉ោង6:30ជាងអញ្ចឹងណាបងប្អូនហើយខ្ញុំធ្វើការស្រ័យបងប្អូនអាចមើលបានណាខ្ញុំស្រ័យកស៊ូចេញហើយខ្ញុំធ្វើដល់លំូសក់នេះចេញម្ដងតិចពីក្រោមឡើងទៅលើបងប្អូនចឹងខ្ញុំឃើញថាភ្លីរបស់វាចេញមកបែបស្អាតដូចយើងមើលម៉ាស៊ីនអញ្ចឹងណាបងប្អូនគាត់ថាខាងក្រោមហ្នឹងវារៀងរួញខ្លាំងដោយសារតែកន្លែងហ្នឹងខ្ញុំបានចងកស៊ូវារត់ខ្លាំងអញ្ចឹងណាដើម្បីវាជាប់កុំឲ្យវាលាចេញណាបងប្អូនតែបងប្អូនកុំភ័យទុកពេលប្រហែលជា2-3ម៉ោងអញ្ចឹងវារៀងលាឬក៏សក់បងប្អូនខ្លះគាត់សក់អលាស់អញ្ចឹងអាចថាទុកប្រហែលជា1ម៉ោងអីវាលាតែបងប្អូនដែលចង់បានជាប់រៀងខ្លាំងអញ្ចឹងបងប្អូនអាចយក spray បាញ់សក់ណាប៉ុន្តែបងប្អូនអត់ចង់បាញ់ spray បាញ់សក់ខ្លាចខូចសក់បងប្អូនអាចលាបជាមួយនឹងសេរ៉ូមសក់សេរ៉ូមប្រភេទអីដែលបងប្អូនប្រើជារៀងរាល់ថ្ងៃហ្នឹងបងប្អូនអាចលាបវាទៅដើម្បីវាថារក្សាអាភ្លីហ្នឹងឲ្យវាឃើញស្អាតចឹងណាបងប្អូនហើយចំណុចទៀតចាំខ្ញុំដាក់អាភ្លីសក់ពេលដែលខ្ញុំដើរចេញក្រៅឲ្យបងប្អូនមើលឥឡូវខ្ញុំកំពុងទៅសក់ចេញហើយខ្ញុំយកក្រាស់ដែលមូហ្នឹងយកអាក្រាស់ហ្នឹងយកមកទៅសក់ធ្វើម៉េចឲ្យវាបែកចេញពីគ្នាអស់ហើយកុំឲ្យវានៅជាប់គ្នាបងប្អូនព្រោះពេលដែលខ្ញុំមូហ្នឹងខ្ញុំចាប់ម្ដងបន្តិចចឹងដល់ពេលយើងស្រែកទៅវាឃើញអាភ្លីហ្នឹងវាអត់លាចេញទេតោះតែយើងព្យាយាមយកក្រាស់មកសិតពេលយកវាចេញឥឡូវហ្នឹងខ្ញុំមកកាច់រៀងឲ្យបងប្អូនមើលមួយនិយាយលេងឯងបងប្អូនខ្ញុំចង់ឲ្យបងប្អូនមើលសក់ខ្ញុំពីចម្ងាយចឹងណាបងប្អូនថាសក់នឹងមើលពីចម្ងាយទៅវាឃើញបែបមិនចឹងកុំឲ្យបងប្អូនព្រួយបារម្ភថាវាឃើញវារួញខ្លាំងអីចឹងណាព្រោះតែពេលដូចខ្ញុំនិយាយថាកណ្ដាលចឹងប្រហែលជា2-3ម៉ោងអីវាអាចនឹងលាខ្លាំងឲ្យបងប្អូនដល់ពេលចឹងវាឃើញភ្លីស្អាតណាបងប្អូនចាំមកខ្ញុំដាក់រូបឲ្យមើលបងប្អូននេះរូបពេលដែលខ្ញុំមូសក់ហើយប្រហែលជា5 ដុល្លារទេខ្ញុំចាប់ផ្ដើមថតរូបលេងចឹងណាហើយនេះសក់ដល់ពេលដែលខ្ញុំចេញទៅក្រៅបងប្អូនមើលឃើញភ្លីស្អាតខ្លាំងមែនទែននេះបងប្អូននេះរីសាពេលដែលខ្ញុំទុកប្រហែលជា2-3ម៉ោងចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជំរាបលាបងប្អូនទាំងអស់គ្នា